ចានេះគឺជាវិធីធ្វើម្ហូបតុងយ៉ាំគឺយើងមានស្លឹកក្រូចហើយគល់ក្រីគ្រឿងតុងយ៉ាំមិនស្អីម្សៅបន្តិចលីងវាឈ្ងុយមកចាឥឡូវនេះក៏ដាក់លីងឲ្យឈ្ងុយចាឥឡូវអ្នកអស់គ្នាមើលទាំងអស់គ្នាឥឡូវក៏ចាប់ដើមលីងហើយលីងឲ្យឈ្ងុយតាមមួយខ្លួនមកមកទិញណាអូអត់ដល់ទិញដល់យូរចាខ្ញុំយ៉ាងនេះព្រឹកចាឥឡូវចាប់ដើមឈ្ងុយតិចៗបងប្អូនបងនេះចាក់ខ្លាញ់បន្តិចមកហើយចាក់ពេញចង់តិចមកលេបទៅបងឲ្យវាចាក់ខ្លាញ់តិចដែរយើងកូរវាឡើងកូរវាកុំឲ្យខ្លោចតែខ្លោចហ្នឹងញ៉ាំកើតទេពេលដល់មកយើងដាក់ទឹកត្រីចូលពេលយើងចាក់ទឹកត្រីចូលទៅឈ្ងុយដល់ហើយបងប្អូនឈ្ងុយខ្លាំងត្រីជួយឆត់មិនជឿចាំស្អៅចាក់យកទៅងွားឯងទៅឃើញថ្ងៃមើលស្អៅល្អអូយឡាអ៊ីជើណាជើគេគេអត់ទៀតកាន់តែនេះទៅឈ្ងុយហ្នឹងពេលដល់ឡើងឈ្ងុយចេះគឺយើងចាប់ដើមបង់សាច់ចាបង់សាច់ឲ្យនឹងជើងវាចូលទៅជើងមាន់សាច់មាន់យើងប្លុកវាឲ្យចូលជាតិចាប្លុកវាចូលជាតិហើយឡើងក្រហមអញ្ចឹងបងប្អូនចានេះម្ហូបខ្មែរយើងតុងចាំខ្មែរយើងខ្មែរហើយយើងចាក់ទឹកចូលឲ្យល្មមសាច់ជាមួយនឹងបន្លែដើម្បីយើងធ្វើការកូរបន្តិចប៉ុណ្្នឹងហើយបងប្អូនយើងចាប់ដើមគ្របហើយគ្របទុកឲ្យពុះហ៎បងប្អូនឥឡូវសាឡតុងយ៉ាំយើងចាប់ដើមពុះហើយបងប្អូនចាតាមពិតដែលយើងហាន់ស្អាតម្យ៉ាងដែរហើយខ្ជិលហាន់ត្រីពេលពុះចឹងបងប្អូនត្រូវចាប់ដឹកត្រីដែលវែងៗហ្នឹងចេញណាបងប្អូនដើម្បីឲ្យមានសុខភាពស្អាតណាហើយយើងចាប់វាចេញអស់ចឹងតុងយ៉ាំរបស់យើងចិត្តឆ្អិនហើយបងប្អូនដល់ពេលចិត្តឆ្អិនចាស់ហើយគឺបងប្អូនថែមគ្រឿងថែមគ្រៃហើយយើងចាប់ដើមភ្លក់បងប្អូនយើងថែមគ្រឿងតាមចំណូលចិត្តរបស់យើងចូលចិត្តប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងទៅភ្លក់ឲ្យល្មមហើយបានយើងចាប់ដើមបង់ស្លឹកជីចូល